បាទជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនានៅ Channel PTM News ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី5នៃខែវិច្ឆិកាឆ្នាំ2025ហើយដោយអ្វីដែលបានសន្យាជាមួយបងប្អូនហើយថាខ្ញុំនឹងទៅស្វែងរកព្រឹត្តិការណ៍ព័ត៌មានដែលកើតមាននៅឯប្រទេសថៃដើម្បីលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងបងប្អូនឃើញថាមួយរយៈពេលនេះករណីគ្រោះអាសន្នគ្រោះមហន្តរាយនៅឯប្រទេសថៃកំពុងតែមានការកើនឡើងជាលំដាប់តទៅទៀតហើយករណីអគ្គិភ័យករណីទឹកជំនន់ឥឡូវនេះកំពុងតែកើតមានជាលំដាប់ដោយសារតែប្រទេសថៃកំពុងតែរងឥទ្ធិពលនៅព្យុះដែលកំពុងតែបោកបក់មកកាន់ប្រទេសថៃប៉ុន្តែកម្ពុជាយើងក៏ជួបដែរបងប្អូនណារតនគិរីស្ទឹងត្រែងព្រះវិហារនឹងជួបដោយប្រយោលខ្ទង់ប្រហែលជា 35% ដែរហើយខេត្តមួយចំនួនទៀតនៅឯប្រទេសថៃគឺរងឥទ្ធិពលធ្ងន់ធ្ងរជាពិសេសបងប្អូនគេគម្រាមកំហែងទៅដល់ពាក់ព័ន្ធជាមួយនឹងទឹកជំនន់តែម្ដងប្រទេសថៃឲ្យតែមានព្យុះមានភ្លៀងអាសន្នជាងគេគឺទឹកជំនន់ភ្លៀងតែ 3-4 ម៉ោងគឺលិចកម្ពស់ទឹកចាប់ពី1ម៉ែត្រឡើងទៅនេះហើយនេះជាអ្វីដែលប្រទេសថៃព្រួយបារម្ភឲ្យតែមានភ្លៀងមានព្យុះគឺប្រទេសថៃនឹងប្រកាសអាសន្នតែម្ដងបងប្អូនឥឡូវបង្វែរអារម្មណ៍បងប្អូនរៀងចាក់ឆ្ងាយឥឡូវយើងចូលមកអត្ថបទដែលខ្ញុំចង់លើកយកមកចែកជូនដល់បងប្អូនប្រិយមិត្តទាំងអស់គ្នានៅក្នុងព្រឹកនេះវិញគឺពាក់ព័ន្ធជាមួយនឹងករណីមួយផ្ទុះធុងហ្គាសម៉ាស៊ីនត្រជាក់នៅឯរោងចក្រច្នៃសាច់មាន់នៅឯទីក្រុងបាងកកដែលបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងនេះបើតាមប្រភពសារព័ត៌មានថៃដែលគេបានចុះផ្សាយនៅព្រឹកថ្ងៃទី4ម្សិលមិញខែវិច្ឆិកាឆ្នាំ2025មានហេតុការណ៍មួយដ៏ចម្លែកដែរធុងហ្គាសបងប្អូនណាធុងហ្គាសម៉ាស៊ីនត្រជាក់ត្រូវបានផ្ទុះនៅក្នុងរោងចក្រកែច្នៃសាច់មាន់មួយកន្លែងស្ថិតនៅឯក្នុងសហគមន៍ឧស្សាហកម្មបឹងក្លូសង្កាត់លំផាជីខណ្ឌលួងចុកក្រុងបាងកកបណ្ដាលឲ្យបុគ្គលិកម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុនេះបើយោងតាមរបាយការណ៍ពីស្ថានីយ៍ប៉ូលីសលំផាជីហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា9នាទីព្រឹកនៅជាន់ទី2នៃអគារពាណិជ្ជកម្មដែលមានកម្ពស់4ជាន់ជនរងគ្រោះគឺឈ្មោះផលផាត់អាយុ35ឆ្នាំជាប្រធានផ្នែកផលិតកម្មដែលបានឡើងទៅជួសជុលម៉ាស៊ីនត្រជាក់ហើយសាកសពរបស់លោកត្រូវបានគេប្រទះឃើញនៅលើឥដ្ឋជាមួយនឹងរបួសដ៏ធ្ងន់ធ្ងរជាពិសេសគឺក្បាលតែម្ដងប្រពន្ធរបស់ជនរងគ្រោះកញ្ញាប្រូទីវីអាយុ35ឆ្នាំបានប្រាប់ទៅសមត្ថកិច្ចថាម៉ាស៊ីនត្រជាក់គឺមិនត្រជាក់ប៉ុន្មានថ្ងៃហើយដូច្នេះស្វាមីរបស់នាងដែលមានចំណេះជំនាញតិចតួចដឹងខ្លះពាក់ព័ន្ធជាមួយនឹងខាងជួសជុលម៉ាស៊ីនត្រជាក់ក៏បានយកឧបករណ៍ទៅជួសជុលនៅថ្ងៃកើតហេតុម៉ាស៊ីនត្រជាក់គឺដំណើរការធម្មតាគ្រាន់តែមិនសូវត្រជាក់ប៉ុន្តែជនរងគ្រោះបានយកឧបករណ៍ដូចជាធុងហ្គាសដើម្បីយកទៅបញ្ចូលហ្គាសបងប្អូនណាបន្ថែមស្រាប់តែមានការផ្ទុះយ៉ាងខ្លាំងនិងមានភ្លើងឆាបឆេះហើយសមត្ថកិច្ចសង្ស័យថាបណ្ដាលមកពីការផ្លាស់ប្ដូរហ្គាសម៉ាស៊ីនត្រជាក់ខុសបច្ចេកទេសណាមួយធ្វើឲ្យផ្ទុះបណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្ដងនៅកន្លែងកើតហេតុកម្មករក្នុងរោងចក្របានប្រើប្រាស់ធុងពន្លត់អគ្គិភ័យដើម្បីពន្លត់អគ្គិភ័យដែលមានភ្លើងឆាបឆេះភ្លាមហើយស្ថានីយ៍ពន្លត់អគ្គិភ័យនៅឯខណ្ឌហួងចុកនិងក្រុមជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុនៅម៉ោងប្រមាណជា9:19នាទីហើយបានបញ្ជាក់ថាមិនមានអគ្គិភ័យឆាបឆេះធ្ងន់ធ្ងរទេប៉ុន្តែគេប្រទះឃើញសាកសពបងប្អូនជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងអ្វីដែលសំខាន់ខាងមន្ទីរពេទ្យក៏រួមទាំងប៉ូលីសបានបញ្ជូនសាកសពទៅធ្វើកសលវិច័យភ្លាមសមត្ថកិច្ចកំពុងតែស៊ើបអង្កេតអំពីករណីនេះបន្ថែមនិងកំណត់មូលហេតុអំពីឧបទ្ទហេតុនេះឲ្យបានច្បាស់លាស់ហេតុការណ៍នេះបងប្អូនគឺរំលឹកទៅដល់អ្នកដែលគ្មានចំណេះជំនាញច្បាស់លាស់ពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនត្រជាក់ឬក៏អ្វីក៏ដោយបងប្អូនភ្លើងអីក៏ដោយបើយើងមិនច្បាស់យើងកុំប្រថុយយើងមិនដឹងអំពែយើងមិនដឹងឆ្វេងដឹងស្ដាំខាងណាខុសខាងណាត្រូវយើងចេះដឹងតិចតួចយកទៅប្រើប្រាស់គឺឲ្យហេតុមកអញ្ចឹងនេះជាករណីមួយរំលឹកទៅដល់បងប្អូនមិនថានៅថៃឬក៏នៅកម្ពុជាទេជាការរំលឹកមួយប្រសិនបើយើងមិនច្បាស់លាស់មិនបានរៀនសូត្រពាក់ព័ន្ធជាមួយនឹងចំណេះជំនាញទាំងអស់នេះទេយើងកុំប្រថុយទៅប្រើប្រាស់ដូចជាម៉ាស៊ីនត្រជាក់ហ្គាសម៉ាស៊ីនត្រជាក់នេះវាមានក្បាលក្រហមក្បាលខៀវយើងមិនដឹងថាដាក់ខាងណាចូលខាងណីបញ្ចូលប្រមាណបញ្ចេញប្រមាណដល់យើងចេះតែបន្ថយឡើងទៅដាក់ឧបទ្ទហេតុនឹងអាចកើតមានឡើងអញ្ចឹងនេះជាសារមួយរំលឹកបងប្អូនណាដល់បងប្អូនទាំងអស់គ្នាមិនថាកម្ពុជាមិនថាថៃ
ប៉ុន្តែករណីនេះគឺកើតមាននៅឯប្រទេសថៃក៏ដូចជាសារមួយសម្រាប់ឲ្យយើងទាំងអស់គ្នាប្រុងប្រយ័ត្នផងដែរដូច្នេះបងប្អូននេះជាអត្ថបទមួយពាក់ព័ន្ធជាមួយនឹងករណីឧបទ្ទហេតុផ្ទុះធុងហ្គាសម៉ាស៊ីនត្រជាក់ដែលបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់នៅកន្លែងកាត់ហេតុនៅឯប្រទេសថៃកាលពីថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ហើយអត្ថបទទាំងមូលនេះបងប្អូនក៏ឈានដល់ទីបញ្ចប់ដែរប្រសិនបើខ្ញុំបាទមានព័ត៌មានណាថ្មីទៀតខ្ញុំនឹងលើកយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងដូច្នេះក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាតាំងពីដើមរហូតមកដល់ចប់ដូច្នេះបងប្អូនបើពេញចិត្តកុំភ្លេចជួយចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីពីខ្ញុំបាទបន្តទៀតនៅពេលនេះខ្ញុំបាទ PTM News ក៏សូមអរគុណនិងសូមគោរពលានៅវីដេអូក្រោយជាបន្តសូមអរគុណ